mẹ tự mang tự ơi hộp bà vậy na cha mày chăm nhung thôi của ban đây mày កាលពីតូចមកពីសាលារៀនវិញលឺម៉ែនិយាយអញ្ចឹងប្រកាសជាខឹងងអត់ហូបបាយទេពិសេសមួយទៀតពេលអ្នកផ្ទះហូបបាយមុនហើយយើងមកដល់ក្រោយឃើញបាយនៅសល់មួយដុំតូចមួយយំឡាំប៉ាហ្មងគិតថាទុកអីតិចម្លេះហូបអត់ឆ្អែតទេតែជាក់ស្ដែងពេលដែលញ៉ាំហើយញ៉ាំអត់អស់សោះហើយនេះខ្ញុំមកពីបរិញ្ញាវិញអត់ទាន់មានអីញ៉ាំទេម៉ែប្រហែលជារវល់ច្រើនហើយបានអត់ទាន់បានធ្វើផ្ទះខ្ញុំតែអញ្ចឹងឯងជួនកាលបាយថ្ងៃត្រង់ដល់ម៉ោង1អីក៏មានដែរឃើញម៉ែមានបន្លែសាឡប្រហើរអញ្ចឹងខ្ញុំក៏ធ្វើប្រហើរកូនកាត់ញ៉ាំពីអ្នកគាត់តែម្ដងបន្លែមានពោតក្រហមល្ពៅត្រាវផ្សិតស្លឹកបាសស្លឹកស្អំនិងលីងលាក់បើមានននោងទៀតក៏ល្អដែរបើសាច់វិញខ្ញុំប្រើបកាបកសបកវះយកលាមកឲ្យអស់ផ្នែកក្បាលដាក់ផ្សេងសាច់ដាក់ផ្សេងក្បាលបកាបើសិនអត់ល្អយើងអត់បាក់យកក៏បានដែរបកាខ្លះមានចំហួយមានអីនៅក្នុងនឹងអញ្ចឹងយើងយកអត់កើតទេបើសាឡប្រហើរយើងធម្មតាបងប្រហុកតែសាឡប្រហើរកូនកាត់បុកខ្ទឹមក្រហមខ្ទឹមសជាមួយនឹងកាពិខ្ញុំអត់បានញ៉ាំអីពីព្រឹកផងដល់ថ្ងៃត្រង់អត់ទាន់បានញ៉ាំអីទៀតជាងក្តៅកាពះឈីបអើយឧស្សាហ៍ញ៉ាំបាយអត់ទៀងពេលហើយចូលចិត្តញ៉ាំរបស់ហឹលដូចខ្ញុំអញ្ចឹងជាអត់ផុតពីបញ្ហាកាពះទេបញ្ហាជោគឆ្អល់ប្រកាសចង់ទៅហើមពិបាកម្លាយអាហារឬក៏ហើមពោះញ៉ាំប្រមាថមកកញ្ចប់ប្របាត់អាការៈទាំងអស់នឹងភ្លាមហ្មងមានប្រសិទ្ធភាពលះមែនតើយើងអាចញ៉ាំ3ទៅ4ដងនៅក្នុងមួយថ្ងៃហើយមាន2ប្រភេទឲ្យយើងជ្រើសរើសទៀតមានប្រភេទគ្រាប់និងប្រភេទទឹករសជាតិជីងកាមងាយស្រួលញ៉ាំមកញ៉ាំពេលណាក៏បានដែរដើរលេងរកអីញ៉ាំអត់បានរៀងក្តៅកាពះអីដាក់មកកញ្ចប់ទៅត្រជាក់ស្រេបហ្មងអាចរកទិញបាននៅសោតស្ថានគ្រប់ទីកន្លែងមានតែប្រូម៉ាកលែងមានបញ្ហាកាពះទៀតហើយចំណែកស្លយើងវិញពេលទឹកពុះបងគោស្លឹកគ្រៃនិងក្បាលបកាងោះឲ្យចេញជាតិហើយស្រង់ចេញរួចដាក់កាពិបុកនិងបន្លែរឹងចូលជាមុនសិនទុកមកពុះដាក់គ្រឿងទេសផ្សេងហើយដាក់ផ្សិតនិងបកាចូលដល់មកពុះទៀតយើងគ្រាន់តែថែមបន្លែខៀវដែលមានតឹងម៉ាននឹងចូលទៅជាការស្រេចចំពោះរសជាតិស្លមួយមុខនេះអត់ត្រូវការរសជាតិដិតទេប្រើរសជាតិស្រាលមានបន្លែច្រើនហើយសាច់អត់មានជាតិខ្លាញ់ទេបើធ្វើញ៉ាំពេលល្ងាចជំនួសបាយដឹងថាល្អហ្មងសម្រាប់បងរក្សារាងរក្សាទម្ងន់ថែមម្ទេសតិចកាន់តែឆ្ងាញ់តែម៉ែអត់ចេះហូបហឹលចឹងហើយខ្ញុំយករសជាតិធម្មតាតែរំតបានញ៉ាំម៉ោងឡើង7:01ម៉ែក៏ឃ្លានខ្លាំងដែរគ្រាន់តែមកដល់ភ្លាមហូបឡើងគ្រូកហ្មងបងប្អូនកុំភ្លេចពិសាបាយឲ្យទៀងពេលផងណាដើម្បីសុខភាពអរគុណច្រើនបាយ